ខ្ញុំបាទជាមួយអៀកំស្រេងជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំសូមលើកយកព្រាយកណ្ដុររានរិទ្ធគឺជាពួកកម្ពុជារាជានិយមបល័យជាតិសាសន៍ចូលលើកតា4ឲ្យយួនហែកដីឲ្យចិនហែករ៉ែឲ្យខ្មែររងគ្រោះដោយសារក្រុមពួកបិសាចសៀនុនិងក្រុមពួករាជានិយមអស់នឹងដែលបណ្ដាលឲ្យវិនាសកម្មមហន្តរាយទឹកដីយើងបាត់បង់មកទល់នឹងសពថ្ងៃជួបនឹងភាពវិនាសមហន្តរាយដូច្នេះខ្ញុំនឹងលើកពីបញ្ហាវិបត្តិទៅលើព្រាយកណ្ដុររានរិទ្ធហ្នឹងដែលរយៈកាលកន្លងមកវាបំផ្លិចបំផ្លាញជាតិឥឡូវវាចេញមុខមកបន្តសកម្មភាពមកបំផ្លាញជាតិបន្ថែមទៀតហើយដូច្នេះមុននឹងការលាតត្រដាងទៅលើចំណុចហ្នឹងខ្ញុំចង់លើកពីរឿងពីបញ្ហាគេហៅថាការធ្វើជំនួញអ្នកដែលធ្វើជំនួញវាមានពីរប្រភេទបើសិនជាការធ្វើជំនួញការរស់ស៊ីគេរស់ស៊ីមានបានគេនៅតែបន្តរស់ទៀតមានតែខ្មែរយើងទេដែលហៅថារស់ស៊ីខាតហើយនៅតែបន្តរស់ទៀតដូចជាមុខរបរដែលរស់ស៊ីខាតវាមានពីរចំណុចហេតុអីបានបណ្ដាលឲ្យសង្គមខ្មែរយើងហ្នឹងធ្វើសកម្មភាពបន្តនៅការរស់ស៊ីខាតនៅតែខំប្រឹងប្រែងរស់ស៊ីទៀតតើវាជាមុខរបរអ្វីនេះខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់អំពីមុខរបរដែលយើងរស់ស៊ីខាតហើយទៅតែយើងបន្តរស់ទៀតហ្នឹងទី1គេហៅថាជាមុខរបរលបែងមុខរបរលបែងក៏ធម្មតាបងប្អូនយើងតែងតែតោងទៅយល់ដឹងហើយយើងទៅលេងលបែងយើងមិនដែលទៅឈ្នះទេយើងទៅភាកច្រើនគឺយើងទៅចាញ់តែយើងនៅតែបន្តទៅទៀតដោយសារអីដោយសារឈរទៅលើទស្សនៈក្រែងលោអាហ្នឹងចំណុចមួយដែលយើងថាយើងដឹងថាមុខរបរហ្នឹងតែទៅលេងគឺចាញ់ហើយតែបងប្អូននៅតែបន្តទៅលេងទៀតរហូតទៅដល់មានផ្ទះសម្បែងមានទ្រព្យសម្បត្តិប្រពន្ធកូនដល់តែបែកបាក់តិចទីអស់ចាញ់តាំងពីផ្ទះសម្បែងទ្រព្យសម្បត្តិអចលនៈទ្រព្យរហូតទៅដល់ប្រពន្ធកូនក៏នៅតែចាញ់អស់នៅតែបន្តរោស៊ីមុខរបរហ្នឹងទៀតអាហ្នឹងគេហៅថាមុខរបរល្បែងហើយបន្តមកទៀតមុខរបរមួយទៀតគឺមុខរបរលើជំនឿការជំនឿហ្នឹងយើងដឹងថាជឿហើយបរាជ័យទាំងស្រុងហើយនៅតែបន្តជំនឿទៅលើភាពងប់ងល់ដែលមិនយកពីភាពដែលហៅថាដឹងថាបុគ្គលហ្នឹងវាធ្វើឲ្យសង្គមជាតិយើងជួបនៅភាពវិនាស